សូមឧទ្ទិសជូនបុណ្យជូនកុសលដល់ញាតិមិត្តទាំងអស់ដែលបានចូលរួមមើលវីដេអូខ្ញុំនិងសូមជូនពរអ្នកទាំងអស់គ្នានឹងសំណាងល្អប្រាថ្នាអ្វីៗសូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នានឹងទៅបុណ្យគឺទៅស្វែងយល់ពីបុណ្យនៃគ្រប់តាមតំបន់តាមភូមិស្រុកគេអញ្ចឹងណាស្រុកអ្នកនេះគេធ្វើអញ្ចេះស្រុកអ្នកនោះគេធ្វើអញ្ចោះអញ្ចឹងទៅវាមិនដូចគ្នាទេអញ្ចឹងវត្តហ្នឹងទឹកខិនគេសូម្បីតែសយ៉ាំក៏អត់មានយៈដែរក៏នៅវត្តគោកជន់មានយៈអញ្ចឹងវាខុសគ្នាអញ្ចឹងណាបងប្អូនហ្នឹងហើយទេសភាពក្នុងវត្តគេហ្នឹងក៏ស្អាតទៀតអញ្ចឹងហើយយើងទៅនឹងមានស្រស់ថ្លាក្នុងការឃើញផលិតផលសមិទ្ធផលរបស់វត្តគេអញ្ចឹងណាហើយក៏ទៅនាំគ្នាញាតិមិត្តយើងទាំងអស់ក្រុមហាត់ប្រាណហ្នឹងទៅសឹងទាំងអស់អត់ទៅតែអ្នកដែលដើររួចឈឺអីចឹងទេអញ្ចឹងហើយទៅជួបជុំញាតិមិត្តហ្នឹងទៅក៏បានសប្បាយចិត្តដែរបងប្អូនអញ្ចឹងទៅឃើញហើយទាំងអស់គ្នានឹងនិយាយពីថតអើយថតមិនក៏មានដែរអាគុយអាឈរជុំគ្នាអីក៏ឃើញដែរហ្នឹងហើយងាកថតបងប្អូនហើយនិយាយពីតិចហៅខ្ញុំថតហើយថតបន្តិចហៅថតអញ្ចឹងទៅហើយខ្ញុំមិនណាចង់ថតខ្លួនឯងដើម្បីបានវីដេអូគ្រាន់យកមកផុសអញ្ចឹងផងអីផងអញ្ចឹងទៅចាហ្នឹងហើយសូមជូនបុណ្យជូនកុសលដល់ញាតិមិត្តទាំងអស់ដែលបានចូលមើលវីដេអូខ្ញុំហ្នឹងណាហ្នឹងហើយជួយចុច Subscribe អ្នកមួយផងជួយ comment ជួយអីចឹងណាជួយ share ជួយអីទៅបងប្អូនហើយខាងលោកខ្ញុំបានដើរដល់ចំណុចលុយធ្លាក់ពីលើមេឃគេទៅគេបានដើរធ្វើបុណ្យធ្វើទានទៅវាមានលុយកាក់គ្រាន់ដើរធ្វើបុណ្យអញ្ចឹងណាបងប្អូនហ្នឹងហើយសូមជូនពរនិយាយពាក្យដែរថាសូមជូនពរឲ្យបងប្អូនទាំងអស់គ្នានឹងរស់ស៊ីកាន់តែមានបានទាំងអស់គ្នាទៅនឹងមានជោគមានជ័យក្នុងឆាកជីវិតគ្រប់គ្នាហ្នឹងហើយតស៊ូទាំងអស់គ្នាក្នុងឆាកជីវិតយើងកើតមកវាតែងតែជួបហើយឧបសគ្គណាបងប្អូនបើយើងមិនជួបឧបសគ្គក៏យើងមិនដឹងថារីកចម្រើនយ៉ាងម៉េចដែរទៅមុខទៀតអញ្ចឹងតើតែយើងជួបអីធ្វើនឹងដោះស្រាយតាមនឹងអញ្ចឹងទៅហ្នឹងហើយអរគុណច្រើនជម្រាបលាវីដេអូនេះមានតែប៉ុណ្ណឹង